ស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតជាពិសេសអ្នកប្រើប្រាស់ទូទៅបើនិយាយពី IT អានោះពួកគាត់ចេះតែបើយើងនិយាយពីអ្នកប្រើប្រាស់ទូទៅប្រហែលជាគាត់អឺចម្លែកហើយឬមួយក៏ពេលខ្លះរកវិធីដោះស្រាយបានទៅរកទៅឲ្យគេធ្វើឲ្យអស់លុយមួយក្រោយ$4-10ទៀតចឹងទៅអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូចែកម្លែកមួយពាក់ព័ន្ធជាមួយនឹងការដែលយើងបាត់ខ្មែរ keyboard បាត់ keyboard ខ្មែរប្រើសុកបាត់ keyboard ខ្មែររក keyboard ខ្មែរអត់ឃើញនៅក្នុង Windows 10ក៏អញ្ចឹងដែរតែភាគច្រើន Windows 10តែ Windows 10បើបាត់ដែរប៉ុន្តែពេលខ្លះវាសូឲ្យយើងឃើញប៉ុន្តែយើងអត់អាចវាយ keyboard បានទេឥឡូវដូចនៅក្នុងនេះអញ្ចឹងវីដេអូនេះឧទាហរណ៍ជាក់ស្ដែងគឺខ្ញុំវាយអង់គ្លេសទៅប៉ុន្តែខ្ញុំ switch keyboard ទៅ switch ទៅអត់ទៅដោយសារតែវាអត់មានសូ keyboard ឲ្យយើងទេបាត់ keyboard ខ្មែរបាត់ហើយអញ្ចឹងដើម្បីទៅរកវាមកវិញឬមួយក៏យើងទៅ add វាមកវិញទីមួយវាចេះតែសារតែពេលខ្លះក៏បើយើងនៅនិយាយពី Windows 10អាហ្នឹងដូចជាតតែយើង install កម្មវិធីខ្មែរ Unicode មួយទៀតអាហ្នឹងវានឹងជាប់ខ្មែរ keyboard មកប៉ុន្តែសម្រាប់ Windows 11គេបាន built in ខ្មែរ keyboard នៅក្នុងនឹងស្រាប់ហើយអញ្ចឹងបើសិនជាបាត់គឺយើងងាយស្រួលជាង Windows 10អូខេអញ្ចឹងបើសិនជាបាត់កន្លែងហ្នឹងយើងនឹងរក keyboard ខ្មែរ keyboard អត់ឃើញដើម្បីបានន័យថាយើងឆ្លាស់ keyboard អត់ឃើញអញ្ចឹងណាហើយក៏មិនមែនតែខ្មែរ keyboard ទេយើងអាច add keyboard ផ្សេងទៀតតាមដែលយើងចង់បានអញ្ចឹងទៅអញ្ចឹងយើងមកកន្លែងនេះយើងមកកន្លែង mouse នេះអាហ្នឹងងាយមកកន្លែង mouse ហើយយើងយកពាក្យថា adjust date and time អញ្ចឹងទៅ adjust date and time ហើយយើងងាកមកនេះមក scroll មកខាងក្រោមតិចមានពាក្យថា language and region language and region គេយើងវាមានតែ English មួយទេមិនមានតែអង់គ្លេសមួយទេអញ្ចឹងដោយសារតែវាមានអង់គ្លេសមួយវាអត់មានសូរយើងទេឬមួយក៏មួយទៀតយើង search តែម្ដងទៅយើង search ថា language and region អញ្ចឹងទៅនេះ edit language and keyboard option អញ្ចឹងវានឹងមកដល់ទីតាំងនឹងដូចគ្នាអាហ្នឹងសម្រាប់តែយើង search ណាឬមួយក៏យើងដាក់ថា add keyboard អីចឹងទៅព្រោះនៅក្នុង Windows 10ឬមួយក៏ Windows 11អីគឺវាងាយស្រួលទេវាឲ្យយើង search មកវាដល់ដឹងតែម្ដងអត់ពិបាកដូចមុនត្រូវចូលលេខពីបន្តប៉ុន្តែបើងាយយើងអាចមកតាមវិធីហ្នឹងមកសិនជាយើងអត់បកកែ search អញ្ចឹងអូខេឥឡូវខ្ញុំមកដល់នឹងហើយយើងឃើញថាមានតែ English មួយទេមានតែអង់គ្លេសមួយទៀតអូខេអញ្ចឹងខ្ញុំ add language មួយខ្ញុំ search ដាក់ថាខ្មែរវានឹង load ភាសាខ្មែរមកហើយនេះភាសាខ្មែរហើយយើងយកពាក្យ next យើងយកពាក្យ next ហើយវាកន្លែងហ្នឹងវាបើសិនជានេះអីវា install language pack អីចឹងទៅតែបើយើងកុំយកកន្លែង set default display បើសារយើងយក set default display នេះគ្រប់ option ស្អីនៅក្នុងនេះវានឹងចេញបកប្រែជាខ្មែរទាំងអស់យើងពិបាកនឹងមើលទីពិបាកយល់ទីព្រោះដោយសារពាក្យបច្ចេកទេសយើងធ្លាប់តែប្រើអង់គ្លេសហើយយើងមកប្រើខ្មែរវិញយើងពិបាកយល់តិចអញ្ចឹងយើងកុំធីកកន្លែងហ្នឹងយើងយកតែធីកកន្លែង language pack បានហើយយើងចុច install ថ្ងៃនេះបើវាមានអ៊ីនធឺណិតតិចតួចវាមានអ៊ីនធឺណិតវានឹង download ដែរហ្នឹងយើងកុំទៅភ័យកុំបារម្ភវាអាហ្នឹងបាច់ចឹងទៅបារម្ភវាទេអ្វីដែលយើងត្រូវគិតយើងត្រូវ add នេះយើងត្រូវមកកន្លែងចុច3នេះមួយទៀតមកកន្លែងចុច3ដើម្បីយើងទៅមើល keyboard តើវា add layout ត្រូវអត់ព្រោះជាទូទៅនៅក្នុង Windows 11វាមាន layout 2ជា layout របស់ NAIDA ដែលខ្មែរយើងប្រើទូទៅនិង layout របស់ Microsoft អញ្ចឹងបើ layout របស់ Microsoft វាប្រើអត់ត្រូវទេវាយបញ្ចូលអក្សរខ្មែរយើងគឺអត់ត្រូវទេអញ្ចឹងយើងត្រូវមកកន្លែងចុច3ហ្នឹងយើងយកពាក្យ language option អូខេនេះយើងគេនេះអញ្ចឹងអានេះ layout នេះគឺជា layout original របស់ Microsoft ទេអញ្ចឹងយើងវាយបញ្ចូលហ្នឹងគឺអត់ត្រូវទេវាអត់ត្រូវប៉ុន្តែវាយចេញអក្សរខ្មែរដូចគ្នាតែកន្លែងដាក់ជើងដាក់អីហ្នឹងវាខុសគ្នាតិចតួចអញ្ចឹងយើងត្រូវចុច add keyboard មួយទៀតមកដែលយើងយកពាក្យខ្មែរ NAIDA អូខេខ្មែរ NAIDA ហើយអត់តរួចខ្លួនទេព្រោះយើងខ្មែរ NAIDA ពេលដែលយើង add ហើយនេះឃើញទេ keyboard យើងវាឡើងមក3ខ្មែរមួយខ្មែរ NAIDA មួយអញ្ចឹងយើងត្រូវ switch ដល់ទៅ2 3ដងមិនដល់ខ្មែរ NAIDA អញ្ចឹងយើងត្រូវ remove ខ្មែរចោលចុច option កន្លែងចុច3នេះទៅយកពាក្យ remove អូខេអញ្ចឹងវានៅសល់ខ្មែរ NAIDA តែមួយអូខេអញ្ចឹងខ្ញុំទុកទៅតែប៉ុណ្្នឹងទេអូខេយើងបាន keyboard នេះមកវិញអង់គ្លេសមួយខ្មែរមួយខ្មែរ NAIDA មួយអញ្ចឹងខ្ញុំ switch មកខ្មែរឃើញថាវាមានខ្មែរឲ្យយើងវាយវិញហើយកន្លែងនេះក៏វា load ខ្មែរដែរយើងចុចនេះក៏វាមានខ្មែរឲ្យយើង select ដែរអញ្ចឹងក៏ដូចជាកន្លែងនេះដដែលបើយើងចង់ add keyboard បន្ថែមទៀតដូចជាយើងចង់ add ចិនអីយើងចុចមកយើងសុំមកកន្លែងនេះម្ដងទៀតយើងចុចនៅលើ keyboard នេះតែម្ដងទៅដោយសារតែវាមានឲ្យយើង select ហើយបាច់ទៅមកស្ដាំយកពី adjust data នេះទៀតទេយើងចុចមកចុចលើនេះមក keyboard នេះមកយើងយកពី more keyboard setting ហើយយើងចុចពី add language ឧទាហរណ៍បើយើងចង់បានភាសាចិនយើងដាក់មក Chinese
អូខេ Chinese ប៉ុន្តែមានច្រើនខ្ញុំមិនដឹងគេប្រើមួយណាដែរអញ្ចឹងគាត់ថាវិធីទាំងអស់នេះបើសិនជាបងប្អូនចង់ add គឺយើងអាចចូលធ្វើបែបហ្នឹងបានហើយថ្ងៃនេះវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាបើសិនជាចូលចិត្តជួយ share មួយទៅឲ្យគ្នាយើងផ្សេងទៀតដែលគាត់អត់ដឹងគាត់អាចចូលមើលបានឬមើល